ទឹកខ្មុំខ្មៅឱសថដ៏កម្រនៅមានតម្លៃមហាសាលទឹកខ្មុំពណ៌ខ្មៅនេះប្រហែលជាទឹកខ្មុំដែលកម្របំផុតមួយនៅលើពិភពលោកប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យវាមានលក្ខណៈពិសេសបែបនេះវាមិនមែនបានមកពីខ្មុំទុំលើផ្កាធម្មតានោះទេហ្វូងខ្មុំបានក្រេបលំអងផ្កាពីរុក្ខជាតិកម្រដែលដុះលូតលាស់ក្នុងលក្ខខណ្ឌភ្នំដ៏ខ្ពស់បំផុតដែលជាទីតាំងខ្ពស់ហួសពីកន្លែងដែលជីវិតភាគច្រើនអាចរស់នៅបានដោយសារតែបរិស្ថានដ៏លំបាកខ្លាំងបែបនោះទឹកខ្មុំនេះត្រូវបានផលិតឡើងក្នុងបរិមាណដ៏តិចតួចបំផុតដែលជួនកាលគេអាចប្រមូលផលបានតែម្ដងគត់ក្នុងមួយឆ្នាំតើពណ៌ដ៏ខ្មៅងងឹតរបស់វាបានមកពីណាវាគឺជាលទ្ធផលនៃសារធាតុរ៉ែដ៏ប្លែកៗដែលមាននៅក្នុងដីតំបន់ភ្នំខ្ពស់សមាសធាតុរុក្ខជាតិពិសេសដែលមានតែនៅក្នុងតំបន់ខ្ពង់រាបទាំងនោះប៉ុណ្ណោះហេតុផលពិតប្រាកដដែលធ្វើឲ្យវាមានតម្លៃមហាសាលគឺស្ថិតនៅលើសមត្ថភាពរបស់វាមានសារធាតុប្រឆាំងបាក់តេរីម្យ៉ាងខ្លាំងក្លាហើយវាត្រូវបានគេយកវាទៅប្រើប្រាស់ក្នុងឱសថបុរាណអស់រយៈពេលជាច្រើនជំនាន់នេះមិនមែនគ្រាន់តែជាទឹកឃ្មុំធម្មតានោះទេវាគឺជាផលិតផលដែលកើតចេញពីលក្ខខណ្ឌកម្រការផ្គត់ផ្គង់មានកំណត់និងតម្លៃវប្បធម៌ទាំងនេះហើយគឺជាមូលហេតុដែលធ្វើឲ្យវាមានតម្លៃថ្លៃរហូតដល់មិនគួរឲ្យជឿ